នេះជារបៀបបង្កើត app ICC ជាដំបូងយើងចូលទៅក្នុង App Store មកបើបងប្រើ Android ចូលទៅ Play Store អញ្ចឹងកន្លែងហ្នឹងយើងយកពាក្យ search ហ្នឹងមកយើងយក search ហើយយើងវាយពាក្យ ICC បងវាយឲ្យដូចខ្ញុំមកនេះគឺនៅខាងលើហ្នឹងបងចុចលើហ្នឹងហើយយើងយកពាក្យ ICC នៅខាងក្រោមហ្នឹងហើយយើង download វាមកចាំមកស្ទុះហើយពេលបានហើយបងនឹងប្រាប់របៀបបង្កើតកម្មវិធីអញ្ចឹងដល់កន្លែងនេះដែរយើង download បានហើយយើង open វាមកយើងបើកចូលទៅក្នុងកម្មវិធីវាមកបាទហើយយើងអស់ទៅឆ្វេងយើងអស់ជិតមកហើយយើងយកពាក្យជន់ណាមកហើយ entry អីតាមវាសិនមកយើង allow អីតាមវាឲ្យយើងនឹងមកបាទយើង allow ទៀតអូខេត្រង់ហ្នឹងយើងអត់ទាន់មាន account ទេអញ្ចឹងយើងយកពាក្យ register អញ្ចឹងយើងចុចលើហ្នឹងមកហើយកន្លែងនេះដែរយើងដាក់លេខយើងដាក់ Gmail របស់យើងបងយើងដាក់ Gmail កន្លែងនេះដែរបើបងអត់ទាន់មាន Gmail បងអាច download Gmail ហើយមកអញ្ចឹងយើងចូលទៅក្នុង Gmail របស់យើងចូលទៅក្នុង Gmail របស់យើងហើយយើងចូលទៅកន្លែងឈ្មោះ Gmail របស់យើងអូខេយើងចូលមកចូលកន្លែងហ្នឹងហើយឃើញពាក្យនៅលើអក្សរនៅលើហ្នឹងយើងយកអក្សរនៅលើហ្នឹងបំពេញកន្លែងកម្មវិធី ICC របស់យើងហ្នឹងចឹងកន្លែងហ្នឹងដែរគឺយើងដាក់ឲ្យដូចដែរឈ្មោះខាងលើហ្នឹងដែរយើងអត់ត្រូវដាក់ហ្នឹងយើងវាយឲ្យដូចបានវា send ឲ្យយើង verify កន្លែងនេះគឺខ្ញុំសំដាក់ញោមតិចហើយក៏ដោយសារកន្លែងហ្នឹងគឺយើងដាក់ Gmail ផ្ទាល់ខ្លួនរបស់យើងមិនដាក់ដូចខ្ញុំទេបងចាំដល់កន្លែងលេខកូដគឺបងនឹងលម្អិតជូនបងតាមក្រោយទៀតយើងដល់កន្លែងនេះគឺយើងវាយលេខកូដផ្ទាល់ខ្លួនរបស់យើងគឺទម្រង់លេខកូដយើងដាក់អក្សរអង់គ្លេសយើងដាក់អក្សរធំមួយអក្សរតូចមួយហើយលេខមកបងដាក់តាមខ្ញុំក៏បានដាក់ដោយខ្លួនឯងក៏បានដែរយើងដាក់លេខកូដមិនក៏បានដែរឲ្យតែទម្រង់ដូចខ្ញុំបង្ហាញហ្នឹងអញ្ចឹងពេលយើងដាក់លេខកូដហើយគឺយើង next វាមកអូខេ next មកកន្លែងនេះដែរគឺវា send ឲ្យយើង verify ទៅក្នុង Gmail អញ្ចឹងបងប្អូនទាំងអស់គ្នាគឺត្រូវចូលទៅក្នុង Gmail របស់យើងមកពេលយើងចូលទៅក្នុង Gmail របស់យើងវិញគឺយើងចូលទៅកន្លែង tray 3នេះបងប្អូនយើងចូលទៅកន្លែង tray 3ហ្នឹងហើយយើងអស់រកពាក្យ spam សញ្ញាឧទានហ្នឹងបងអាចចំណាប់បានយើងយកសញ្ញាឧទានហ្នឹងមកយើងចុចលើហ្នឹងគឺកន្លែងហ្នឹងគឺវានឹង load ឲ្យយើង verify កន្លែងហ្នឹងណាបងប៉ុន្តែយើងកន្លែងនេះគឺយើងត្រូវចុច report បងចុចកន្លែងហ្នឹងមកបាទយើងចុចកន្លែងហ្នឹងហើយយើងចូលទៅកន្លែង tray 3វិញចូលកន្លែង tray 3ហ្នឹងហើយយើងអស់ឡើងលើមើលពាក្យ inbox យើងចូលកន្លែងហ្នឹងវិញមកអូខេហើយយើងឃើញពាក្យ ICC នៅខាងលើគេនឹងហើយយើងចុចលើនឹងមកវាឲ្យ verify បានហើយចុចហើយយើងចុចកន្លែង verify អូខេចុចកន្លែងហ្នឹងមកកន្លែងនេះគឺបងយកខមគេយក pen ដៃហ្នឹងអូខេយើងចុចមកគឺយើង verify បានសម្រាប់ហើយអញ្ចឹងមានថាយើងបង្កើត account បានជោគជ័យហើយយើងចូលទៅក្នុងកម្មវិធី ICC របស់យើងវិញអូខេយើងចូលមកគឺវាឲ្យ log in យកតែម្ដងដោយសារយើងអត់បាន verify វាហើយអញ្ចឹងយើង log in តាមវាមកអូខេបាទប៉ុណ្ណឹងគឺយើងអាចបង្កើត account ភ្ជាប់ជាមួយនឹងកាមេរ៉ាបានហើយយើងគេឲ្យ allow គឺយើង allow អីតាមវាមកយើងស្កាត់អីផ្នែកនេះមួយអញ្ចឹងដល់ផ្នែកនេះគឺយើងភ្ជាប់ account បានជោគជ័យហើយអញ្ចឹង